ហើយយើងយកមករបស់យើងហ្នឹងដាក់ cursor មកចំនៅលើសញ្ញានេះ chain tool នេះបាទតិចមកហើយយើងដាក់មកលើយកវាមកយក cursor ហ្នឹងរួចហ្នឹងមកដាក់មកលើផ្ទាំងឯការបស់យើងមកបាទនេះលោត10បាទអញ្ចឹងយើងចង់បាន20ដាក់20ទៅបាទឥឡូវថាលោត10ហើយយើងចង់បាន10យើងចង់បាន12ចុះបាទហើយយើងសេអក្សរ S ទៅបាទហើយយើង select លើវាមួយហើយចុចសញ្ញាអក្សរ C បាទចុចអក្សរ C ទៅវាឃើញ X នៅខាងឆ្វេង C សម្រាប់ក្បោងខាងដើមគេហើយតមកទៀតយើងឃើញ X នៅពីលើ C យើងអត់ចង់បានអញ្ចឹងទេយើងចង់បានអក្សរ X ហ្នឹងនៅស្ដាំ C បាទជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាក៏ដូចជាបងប្អូននិស្សិតនិងសិស្សានុសិស្សជាទីរាប់អានបាទតើលោកគ្រូអ្នកគ្រូឬក៏បងប្អូននិស្សិតបានដំឡើងកម្មវិធី Chrome នេះរួចរាល់ហើយឬនៅកាលពីថ្ងៃមុនលោកគ្រូបានបង្ហាញវីដេអូមួយដែរចឹងថ្ងៃនេះលោកគ្រូមានកន្លឹះថ្មីមួយទៀតបានក្នុងការសរសេររូបមន្តលាតឬក៏ស្ទើរលាតនៅក្នុងកម្មវិធី Chrome ផ្ទាល់តែម្ដងសង្ឃឹមថាលោកគ្រូអ្នកគ្រូឬក៏បងប្អូននិស្សិតដែលបង្រៀនឬក៏ធ្វើការតាក់ទងនឹងគីមីវិទ្យាប្រកាសជាយល់ច្បាស់អំពីកម្មវិធីមួយនេះហើយបាទបើរៀនស្ទាក់ស្ទើរក៏អាចសួរបន្ថែមបានបាទខ្ញុំឧទាហរណ៍កាលពីមុនណាខ្ញុំចង់សរសេររូបមន្តស្ទើរលាត C8 H18 គឺខ្ញុំប្រើពេលយូរបាទខ្ញុំសរសេរ C H បាទហើយដាក់លេខ3ហើយ select វាហើយឲ្យលេខ3ចុះមកក្រោមដើម្បីវាស្អាតបាទហើយខ្ញុំធ្វើសម្ព័ន្ធវាបាទណាតែចឹង C2 បាទខ្ញុំត្រូវប្រើពេលបាទប្រហែលជា5នាទីបាទដើម្បីឲ្យហើយមុនប៉ុណ្ណឹងបាទនេះបាទបន្តទៀតបាទចឹងខ្ញុំត្រូវប្រើសរសេរមួយបាទតាម Word ហើយបាន select ហើយបាន copy បាទណាបាទបាន copy វាទៅហ្នឹងហើយអានេះសម្រាប់តែរូបមន្តស្ទើរលាតទេបាទយូរបាទចឹងខ្ញុំមកប៉ុណ្ណឹងខ្ញុំព្យាយាម copy វាបាទ select copy វាបាទហើយថាណាចាំបានក្បាលប៉ុន្មានហើយ2 4 6 7ចឹងខ្វះមួយទៀតបាទចឹងខ្វះមួយទៀតខ្ញុំសរសេរបន្ថែមបាទហើយបានដាក់លេខ3បាទនេះសម្រាប់តែការសរសេររូបមន្តស្ទើរលាត C8 H18 តែប៉ុណ្ណោះបាទគឺមានរយៈពេលប៉ុណ្ណឹងហើយស្អីប៉ុណ្ណោះមួយបាទហើយ copy វាចឹងទៅការសរសេររូបមន្តស្ទើរលាតយើងពិបាកប៉ុណ្ណឹងហើយចុះបើករណីសរសេររូបមន្តលាតណាយើងត្រូវគិតមកទៀតចឹងគឺវាមានភាពស្មុគស្មាញកាន់តែខ្លាំងបាទចឹងដើម្បីកុំឲ្យខាតពេលយូរលោកគ្រូអ្នកគ្រូគីមីទាំងអស់និងបងប្អូននិស្សិតតាក់ទងនឹងផ្នែកគីមីទាំងអស់សូមចូលទៅមើលការប្រើប្រាស់នៅក្នុងការសរសេររូបមន្តស្ទើរលាតមួយដែលយើងនឹងសរសេរនៅលើកម្មវិធី Chrome យើងប្រើរយៈពេលតែមិនបាន1នាទីផងវានឹងចេញលទ្ធផលឲ្យយើងបានឲ្យស្រួលហើយយើងអាច copy ហើយ paste ទៅលើកម្មវិធី Word យើងបានដោយងាយបាទតោះសូមចូលទៅមើលបងប្អូនគ្នាបាទអញ្ចឹងរាល់ដំណោះស្រាយដែលជួបបញ្ហានៅក្នុងការសរសេររូបមន្តគីមីនៅក្នុង Microsoft Word ហ្នឹងគឺវាប្រើពេលយូរហើយមិនរហ័សបើសិនបើយើងចង់សរសេរចំនួនអាតូមកាបូនរហូតដល់ទៅ10 20ឬក៏30តើយើងត្រូវសរសេរយ៉ាងដូចម្ដេចអញ្ចឹងមានតែកម្មវិធី Chrome នឹងមួយទេដែលអាចជួយលោកគ្រូអ្នកគ្រូឬក៏បងប្អូននិស្សិតឲ្យបានលឿនរហ័សនៅក្នុងការសរសេររូបមន្តស្ទើរលាតឬក៏រូបមន្តលាតដែលមានអាតូមឬក៏សារធាតុគីមីមានចំនួនច្រើនអញ្ចឹងតើយើងត្រូវធ្វើដូចម្ដេចឥឡូវលោកគ្រូបង្ហាញឲ្យពួកយើងបានឃើញមួយសិនអញ្ចឹងនៅក្នុងផ្នែកខាងឆ្វេងនេះអក្សរ tool យើងមើលខាងក្រោមនេះបានសញ្ញារួញហ្នឹងហើយមានអក្សរ N នៅក្រោមឬយើងថា chain tools បាទហើយឬក៏យើងបើកវាអាស្រ័យចុច shift បូកនឹងអក្សរ X យើងបានសញ្ញានឹងមួយឬក៏យើងយកម៉ៅដាក់ទៅលើវាទៅហើយយើងចុចលើវាមួយទៅបាទនៅពេលជាប់ហើយឡើងពណ៌ខៀវអញ្ចឹងយើងយកcursor របស់យើងហ្នឹងបានដាក់លើផ្ទាំងបាទគឺសញ្ញារួញបាទអញ្ចឹងយើងចុចទៅលើវាមួយទៅបាទអញ្ចឹងវាឃើញមានកបោនបាទធម្មតាឃើញមានតែត្រឹម5ទេបាទតែនេះខ្ញុំគ្រូកំណត់មុនហើយដាក់ឃើញលេខ10បាទអញ្ចឹងយើងអាចលុបវាបានអាហ្នឹងបាទយើងដាក់10បាន15បានលើគ្រូដាក់15ទេបាទ15អញ្ចឹងយើងយកអក្សរ S នេះបាទអញ្ចឹងចុចលើ S ទៅនេះយើងឃើញខ្សែកបោនយ៉ាងវែងមួយដែលមានចំនួនកបោន15ណារៀងកាញ់ក្នុងទម្រង់ជាមុំ120ដឺក្រេបាទអញ្ចឹងយើងសូមចុះឲ្យយើងទៅសរសេរកបោនយ៉ាងម៉េចបើអីនៅចំណេះទូទៅអីយើងត្រូវការតែ C53 C52 ឬក៏ជាប់គ្នារហូតដល់កបោនចុងក្រោយ C53 អញ្ចឹងណាអញ្ចឹងមិនពិបាកទេជំហានដំបូងគឺយើងត្រូវ select លើនឹងសិនបាទនេះសញ្ញា select បាទយ៉ាងហៅថា McQueen នេះបាទផ្ទៃពណ៌ខៀវបាទ
ហើយយើងចុចអក្សរ C មកបាទណាចុចអក្សរ C មានលោតឲ្យស្រេចបាទមាន H3C មាន CH2 មាន CH2 ទៅប៉ុន្តែយើងឃើញមួយទៀតឃើញថាអា H3C ហើយនឹង CH2 ហ្នឹងយើងឃើញត្រង់កន្លែង CH2 នេះបាទកន្លែងនេះ CH2 នេះយើងឃើញថា AC នៅខាងក្រោមហើយ X នៅខាងលើបាទពេលច្រើនយើងចង់បានតម្រងហ្នឹងទេយើងចង់បានតម្រង CH3 CH2 CH2 ណានៅក្នុងការបោះពុំសិភៅយើងមើលទៅវាស្អាតបាទអញ្ចឹងយើងត្រូវធ្វើម៉េចបាទអញ្ចឹងសម្រាប់ការធ្វើមានចាវិធីដែរតែគ្រូយក shortcut មួយចុះដែលខ្លីហើយងាយស្រួលយើងគ្រាន់តែចុចពាក្យថា Control C បូកអក្សរ O វានឹងចេញតម្រងរបៀបនេះវិញបាទយើងបានតម្រងដែលយើងចង់បានហើយយើងឃើញថាវារៀងកង្កែកកងក់លើក្រោមអញ្ចឹងណាអញ្ចឹងនៅពេលដែលកង្កែកកងក់លើក្រោមអញ្ចឹងវាមិនមែនជាឧបសគ្គទេបាទមិនមែនជាឧបសគ្គទេដោយសារតម្រងរបស់ខ្សែកបោននៅពេលដែលខ្សែកបោនកាន់តែវែងគឺតម្រងវានេះកង្កែកកងក់របៀបនេះបាទក្នុងតម្រងនេះគឺយើងវាស់មុំគឺមុំ120ស្តង់ដារវាមុំ120បាទអញ្ចឹងយើងអាចធ្វើវាត្រង់បានដែរបាទធ្វើវាត្រង់បានដោយគ្រាន់តែយើងចូលទៅលើពាក្យថា file បាទនៅក្នុងនេះមានពាក្យ file ហើយយកពាក្យកន្លែងថា document setting បាទមកហើយនៅក្នុងនេះមានច្រើន option ណាបាទមាន layout មាន header មាន footer មាន drawing មាន text caption បាទមាន atom label មាន property label អញ្ចឹងសម្រាប់យើងដើម្បីសេរីវិញយើងយកពាក្យថា drawing នេះបាទ drawing នេះបាទអញ្ចឹងអានេះមានຂະຫນាត់ inch បាទប្រវែងវាអញ្ចឹងអាទំហំអស់នេះប្រវែងនេះអាចដូរបានទាំងអស់បាទអញ្ចឹងបដោតសំខាន់នេះចាំបានត្រង់បាទចាំបានខ្សែក្បាលត្រង់អញ្ចឹងយើងមើលខាងក្រោមនេះបាទអញ្ចឹងយើងបដោតសំខាន់មកចូលពាក្យថា drawing ហើយមកយកពាក្យថា angle បាទនេះយើងឃើញមុំ120នេះអញ្ចឹងកាលណាមុំ120គឺវាកណិតងាត់ទៅហើយឥឡូវនេះគ្រូបានលុបវាចោលហើយយើងបដូរវាដាក់ថា180ដឺក្រេបាទហើយយើងអូខេទៅហើយយើងយកពាក្យថា modify existing បាទអត់ទៅបាទឥឡូវយើងចូលទៅសេរីវាសិនតែម្ដងដើម្បីធ្វើកិច្ចការហ្នឹងឲ្យបានស្រួលយើងចូលទៅរកពាក្យ file យើងយកពាក្យថា document setting ហើយយើងយកពាក្យថា drawing យើងដាក់មុំវា180ហើយយើងយកពាក្យថា OK អញ្ចឹងយើងយកពាក្យថា chain tool នឹងមកហើយយើងយកចុចទៅលើវាមួយបាទនេះគេឃើញ load ណា add chain 15កបោននេះមានន័យថាយើងកំណត់ដាក់ថាកបោន15អញ្ចឹងវាចេញអញ្ចឹងហើយបើមិនយើងអាចដូរបានដាក់ទៅ10ក៏បានដែរហើយយើងយកពាក្យថា add ទៅបាទយើងឃើញនេះចម្លងនេះបាទហើយយើង select លើវាមួយចុចសញ្ញា select ទៅវា select ឲ្យយើងហើយចុចអក្សរ C មួយទៅបាទហើយគ្រូនឹងកើលើបង្ខាស្ដាំតិចចុះតែយើងចង់បានតម្រងអញ្ចឹងទេវាអត់សូវល្អមើលបាទយើងចង់បានតម្រងរបស់យើងគឺតម្រងមួយដែលមានកាបូននៅខាងឆ្វេងហើយ hydrogen នៅខាងស្ដាំអញ្ចឹងយើងក៏យកពាក្យថា shift control SR បាទអញ្ចឹងចេញតម្រងលឿនមែនតើបាទអញ្ចឹងយើងមិនចាំខ្វាយខ្វល់ទេពីអស់ការពិបាកយើងចង់សេកាបូនមកនេះទៅយើងប្រើពេលយ៉ាងខ្លីមួយទេបាទយើងបានខ្សែកាបូនមួយយ៉ាងវែងបាទអញ្ចឹងម្ដងទៀតដើម្បីកំណត់ធ្វើឲ្យខ្សែកាបូនវាត្រង់យើងកុំភ្លេចយកពាក្យថា file ហើយចូលមកយកពាក្យថា document setting បាទយើងកំណត់ប្រវែងពីកាបូនមួយទៅកាបូនមួយប្រវែងប្រមាណយើងអាចកំណត់បានអស់យើងស្រឡាញ់ប្រមាណដាក់ប៉ុណ្ណឹងទៅបាទហើយទំហំបន្ទាត់ឬក៏ប្រវែងសម្ព័ន្ធអញ្ចឹងណាបាទសម្ព័ន្ធតើតើសម្ព័ន្ធតើអីយើងសេរីនៅប្រអប់នេះអស់បាទតូចធំអីយើងសេរីលេងទៅហើយមុំនេះយើងអាចដូរបានទេបើចង់ឲ្យខ្សែកាបូនរត់ឲ្យត្រង់ដាក់180ទៅហើយបើស្តង់ដាររបស់វាគឺ120បាទហើយយើងយកអាម៉ៅរបស់យើងដាក់ cursor មកចំនៅលើអាសញ្ញានេះ chain tool នេះបាទចុចមកហើយយើងដាក់មកលើយកវាមកយក cursor ហ្នឹងអារួចហ្នឹងមកដាក់មកលើផ្ទះនៃការរបស់យើងមកបាទនេះលោត10បាទអញ្ចឹងយើងចង់បាន20ដាក់20ទៅបាទឥឡូវថាលោត10ហើយយើងចង់បាន10យើងចង់បាន12ចាបាទហើយយើងសេអក្សរ add ទៅបាទហើយយើង select លើវាមួយហើយចុចសញ្ញាអក្សរ C បាទចុចអក្សរ C ទៅវាឃើញ X នៅខាងឆ្វេង C សម្រាប់កបោខាងដើមគេហើយតមកទៀតយើងឃើញ X នៅពីលើ C យើងអត់ចង់បានអញ្ចឹងទេយើងចង់បានអក្សរ X ហ្នឹងនៅស្ដាំ C យើងគ្រាន់តែយកពាក្យថា Control C អក្សរ O បាទអញ្ចឹងយើងបានខ្សែក្បាលនៅត្រង់ហើយអក្សរ X មកនៅខាងស្ដាំបាទអញ្ចឹងវិធីងាយៗបាទសម្រាប់ថ្ងៃនេះរួមមានតែប៉ុណ្្នឹងទេបើសិនជាមានចម្ងល់អីបន្ថែមអាច comment បានឬក៏អាចសាកសួរបានបាទសូមអរគុណសូមជម្រាបលា